អាចជាកម្ពុជាវីរៈបុរសប៉ុន្តែដោយសារតែការរងរបួសរបស់ប៉ូលីសដោយចៃដន្យឲ្យគាត់បានក្លាយជាមនុស្សអាក្រក់បំផុតគាត់ពិតជារីករាយណាស់ដែលបានឃើញ Edo Spider-Man របស់គាត់នៅពេលដំបូង Spider-Man បានសួរគាត់ថាហេតុអ្វីបានជាគាត់ក្លាយជាមនុស្សបែបនេះបុរសពន្លឺអគ្គិសនីមិនដឹងថាមានបញ្ហាអ្វីជាមួយគាត់ទេខ្ញុំមានអារម្មណ៍ថាខ្ញុំពេញដោយធម៌ពលហើយនោះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងពេត្រុសបានធានាដល់បុរសពើនៅពេលប្រាប់ប៉ូលីសកុំឲ្យបាញ់ឃើញវិបត្តិដោះស្រាយបន្តិចម្ដងដោយមិននឹកស្មានដល់អ្នកលបបាញ់នៅចម្ងាយស្រាប់តែបើកភ្លើងលើកនេះបុរសរន្ទះបាញ់ខឹងទាំងស្រុងពេត្រុសបាញ់សូត្រពីងពីងដើម្បីបញ្ឈប់ប៉ុន្តែត្រូវបានវាយប្រហារភ្លាមដោយចរន្តឧបករណ៍បញ្ជូនក៏ត្រូវបានដុតដោយចរន្តផងដែរឃើញផ្ទាំងប៉ាណូនៅចំហៀងចិត្តដួលពេត្រុសបានរកឡើងភ្លាមហើយអ្នកយាមម្នាក់បានចុះគ្រាន់តែបន្ទាប់មកឈ្មោះរបស់ Spider-Man បានស្រែកដោយហ្វូងមនុស្សអេក្រង់នៅតាមដងផ្លូវក៏បានផ្លាស់ប្ដូរពី Electric Light Man ទៅជា Spider-Man វិញមើលឈុតនេះនៅពីមុខអ្នកបុរសអគ្គិសនីរឹតតែខឹងថែមទៀតគាត់គិតថាវាជា Spider-Man ដែលបានលួចយកចិត្តទុកដាក់របស់គាត់ Spider-Man ទើបតែនឹងពន្យល់ដោយមិននឹកស្មានដល់ភាគីម្ខាងទៀតបានបញ្ចេញខ្សែភាពយន្តដ៏មានឥទ្ធិពលមកវាយប្រហារ Spider-Man បានក្រឡុកយ៉ាងលឿនហើយជៀសវាងការវាយប្រហារប៉ុន្តែជ្រុនបានឆ្លងកាត់ដីទៅនឹងដៃគ្រោះថ្នាក់បំផុតគឺជាក់ស្ដែងហ្វូងមនុស្សដែលឈរនៅខាងលើស្ថានភាពបន្ទាន់នឹងគ្រោះថ្នាក់អស់សង្ឃឹមពីងពីងបុរសត្រូវតែបង្ហាញប្រតិបត្តិការខ្លាំងបំបីការបញ្ចេញសូត្រពីងពីងដែលនៅសល់ចុងក្រោយទៅជាដើមរាប់មិនអស់ពេលកំពុងបិទឡានខ្ញុំបានទីមនុស្សទាំងអស់ដែលហ៊ាននឹងឆ្លងជ្រុនអគ្គិសនីបុរសរន្ទះដែលបានឃើញឈុតនេះរឹតតែខឹងថែមទៀតដូច្នេះបង្កើនការវាយប្រហារពីងពីងបុរសស្នាក់នៅយ៉ាងងាយស្រួលជាមួយនឹងភាពរហ័សរហួនរបស់គាត់ដើម្បីបញ្ឈប់ភាពឈួតរបស់បុរសពុនលឺអគ្គិសនីពីងពីងបុរសបដូរអណ្ដាតភ្លើងចេញហើយវាយបុរសពន្លឺអគ្គិសនីយ៉ាងខ្លាំងនៅពេលនេះបុរសអគ្គិសនីពន្លឺក៏បានបញ្ចេញចរន្តដែលវាយប្រហារយ៉ាងច្បាស់ដល់ PTT ពីមនុស្សត្រូវបានបញ្ជូនឲ្យហោះហើរឃើញ Spider-Man ពិបាកណាស់បុរសអគ្គិសនីបានចាប់យកខ្សែនៅជុំវិញគាត់បន្ទាប់មកបញ្ចូលវាដោយផ្ទាល់ទៅក្នុងទ្រូងរបស់គាត់ភ្លាមនោះអំណាចទាំងអស់នៃទីក្រុងទាំងមូលត្រូវបានស្រូបយកដោយគាត់ការ៉េដែលមានសភាពអ៊ូអរភ្លាមបានធ្លាក់ចូលក្នុងភាពងឹតបុរសពន្លឺអគ្គិសនីពោពេញទៅដោយធម៌ពលនៅក្នុងខ្លួនដើរលើអាកាសគ្រាន់តែនៅពេលដែលបុរសពន្លឺអគ្គិសនីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការសម្លាប់មនុស្សយន្តហោះប្រតិកម្មទឹកមួយរំពេចបានបាញ់គាត់ចុះពីចំហៀងរាងកាយរបស់គាត់ក៏មិនអាចធ្វើចលនាបានជាបណ្ដោះអាសន្នដោយសារតែជ្រុនអគ្គិសនីមានតែពេលនោះទេដែល Spider-Man នឹងញាប់សេងទីទទួលបានជោគជ័យក្នុងការផ្ដួល Electric Light Man ពេត្រុសបានទទួលការហៅពីមិត្តរបស់គាត់ឈ្មោះ Harry នៅថ្ងៃនេះប្រែថាគាត់មានទង់គ្រួសារដកកម្រមួយនៅទីបំផុតនឹងស្លាប់ដោយការឈឺចាប់យ៉ាងខ្លាំងឥឡូវនេះមានវិធីតែមួយគត់ដើម្បីទទួលបានប្រើពីងពីងបុរសហើយ Harry បានងាកទៅរកពេត្រុសដើម្បីជួយគាត់ដឹងថាពេត្រុសកំពុងផ្ដល់រូបថត Spider-Man សម្រាប់ Daily Bugle ខ្ញុំសង្ឃឹមថា Peter នឹងពិភាក្សាជាមួយ Spider-Man និងផ្ដល់ឈាមរបស់ Spider-Man ដើម្បីសង្គ្រោះខ្លួនឯង Peter Edition រកឃើញថា Harry ជា Spider-Man សារភាពថាអ្នកមិនអាចផ្ដល់ឲ្យគាត់នៅព្រើប្រសិនបើឈាមរបស់ពួកគេមិនលីទេ Harry អាចស្លាប់ Harry មើលទៅខកចិត្តហើយនិយាយថាតើអ្នកមិនមែនជាកម្ពុជាវីរៈបុរសទេគ្រាន់តែមើលហើយស្លាប់ពេត្រុសគ្មានជំរឿក្រៅពីនិយាយសុំទោសហើយជ្រើសរើសចាក់ចេញចាប់តាំងពីពេលនោះមក Harry បានចង់គំនុំប្រឆាំងនឹងពេត្រុសដូចជា Harry ហៀបនឹងហូបហើយស្លាប់ជំនួយការបានបង្ហើបប្រាប់គាត់ថាមន្ទីរពិសោធន៍របស់ក្រុមហ៊ុននៅតែរក្សាឈាមរបស់សត្វពីងពីងដែលបំផ្លាញខ្លួនខ្លះដូច្នេះ Harry បានលួចចូលមន្ទីរពេទ្យផ្លូវចិត្តដើម្បីរកអ្នកដែលជាប់គុកដោយសារតែស្ត្រូវធម្មតាគឺ Spider-Man Harry ចង់ធ្វើកិច្ចព្រមព្រៀងជាមួយគាត់បានសន្យាថានឹងដោះលែងពន្លឺតោះសហការគ្នាដើម្បីសម្លាប់ Spider-Man បន្ទាប់មកនៅពេលចុងក្រោយនៃការមកដល់របស់ឆ្មាំ Harry បានចាក់បញ្ចូលចរន្តទៅក្នុង Electric Man បុរសពន្លឺអគ្គិសនីក៏បានគ្រប់គ្រងដើម្បីផ្ដាច់ចេញពីច្រវាក់នៅពេលបុរសពន្លឺអគ្គិសនីបានបង្ហាញខ្លួនយឺតនិងសម្លាប់ឆ្មាំទាំងអស់ដែលមានវត្តមានក្នុងរយៈពេលប៉ុន្មានវិនាទីមិនយូរប៉ុន្មាន Harry បានបែកបាក់គម្រោងពិសេសរបស់ក្រុមហ៊ុននៅក្រោមផ្ទះលោក Harry ក៏ទទួលបានសេរ៉ូមពីងពីងដែលបំផ្លាញខ្លួនខ្ញុំគិតថាខ្ញុំអាចព្យាបាលជំងឺសែនរបស់ខ្ញុំប៉ុន្តែវិនាទីបន្ទាប់ Harry មានអារម្មណ៍ឈឺចាប់ដែលត្រូវខំមួយម្ដងជាមួយសេរ៉ូមពីងពីងពីពេញរាងកាយរបស់គាត់បានឆ្លងកាត់ការផ្លាស់ប្ដូរគួរឲ្យភ័យខ្លាចភាពនឹងពលភ្លាមនោះទ្វារគណៈរដ្ឋមន្ត្រីនៃឈុតប្រយុទ្ធបិសាចបៃតងបានបើកខ្ញុំបានឡើងដោយអស់ពីកម្លាំងនិងកម្លាំងរបស់ខ្ញុំហើយបានស្លៀកឈុតបិសាចបៃតងសំណាងល្អឈុតនេះមានមុខងារព្យាបាលគ្រប់គ្រងជាតិពុលដោយជោគជ័យនៅក្នុងសេរ៉ូមនោះហើយជាអំពីវាបិសាចបៃតងចំនួនថ្មីបានកើតមកក្នុងពេលដំណើរគ្នាទីក្រុងទាំងមូលត្រូវបានកាត់ផ្តាច់ពីអំណាចបុរសពន្លឺអគ្គិសនីចាប់ផ្ដើមវាយប្រហារដោយមិនរើសអើងនៅក្នុងហ្វូងមនុស្សក្នុងទីក្រុងគ្រាន់តែដើម្បីតាក់ទាញ Spider-Man ចេញហើយពេត្រុសកំពុងធ្វើដំណើរគាត់ចង់ប្រាជ្ញរនដើម្បីទម្លាក់បុរសពន្លឺអគ្គិសនីម្ដងទៀតប៉ុន្តែបុរសពន្លឺអគ្គិសនីក៏ឆ្លាតដែររារាំងលំហូរទឹកដោយផ្ទាល់ជាមួយអគ្គិសនីដូច្នេះ Spider-Man បានបដូរយុទ្ធសាស្ត្រហើយបានទៅធ្វើសង្គ្រាមជាមួយ Electric Light Man អ្នកទាំងពីរមិនអាចបែកគ្នាបានទេបុរសពន្លឺអគ្គិសនីបច្ចុប្បន្នពិតជាប្រដាប់ដោយថ្មីសូម្បីតែដង្ហើមត្រូវបានចាប់ប្រកាន់គាត់ថែមទាំងអាចប្រើទូគមនាគមន៍ដូចជា Super Saiyan ផងដែរនៅចំពោះមុខអំណាចដ៏គួរឲ្យភ័យខ្លាចបែបនេះទីបំផុត Spider-Man ត្រូវបានគ្របដណ្ដប់ដាក់គុកដោយបុរសភ្លើងអគ្គិសនីមិនអាចរើអវយវៈបាននៅពេលនេះរថយន្តដែលកំពុងបើកបរជិតមកដល់គូបុរសអគ្គិសនីទៅឆ្ងាយពេត្រុសមានឱកាសចាប់ដង្ហើមរបស់គាត់ប៉ុន្តែពេត្រុសខឹងខ្លាំងណាស់ព្រោះវាមានគ្រោះថ្នាក់នៅទីនេះមិនគួរនៅទីនេះទេGwen បាននិយាយថានាងស្ម័គ្រចិត្តជួយពេត្រុសគ្មានជំរឿក្រៅពីសម្របសម្រួលឥឡូវនេះបុរសអគ្គិសនីគឺដូចជាទូរទស្សន៍ធំមួយដំណោះស្រាយតែមួយគត់ឥឡូវនេះគឺត្រូវចាប់ផ្ដើមបណ្ដាញអគ្គិសនីឡើងវិញប្រសិនបើអ្នកលើសចំណុះបុរសពន្លឺអគ្គិសនីវានឹងផ្ទុះឡើងពេត្រុសទទួលខុសត្រូវក្នុងការភ្ជាប់ការផ្គត់ផ្គង់ធម្មពលដែលខូចខាត Darwin បានទៅបន្ទប់ត្រួតពិនិត្យហើយរងចាំឱកាសដើម្បីចាប់ផ្ដើមប្រព័ន្ធធម្មពលឡើងវិញបន្ទាប់ពីការបែងចែកការងារមានភាពច្បាស់លាស់ពេត្រុសចាប់យកបុរសពន្លឺអគ្គិសនីម្ដងទៀតក្នុងអំឡុងពេលប្រយុទ្ធពេត្រុសបានផ្លាស់ប្ដូរពោះរបស់គាត់ដើមបីជាវាងការវាយប្រហារគាត់បានទៅរកការសម្រាកនៅក្នុងខ្សែនៅពីមុខសូត្រពីងពីងបន្ទាប់មកបាញ់សូត្រពីងពីងដើម្បីរុំជុំវិញបុរសពន្លឺអគ្គិសនីទាញយកអត្ថប្រយោជន៍ពីគម្លាតហើយប្រើសូត្រពីងពីងដើម្បីភ្ជាប់ទីតាំងដែលខ្សែត្រូវបានផ្ដាច់ទោះបីជាបុរសពន្លឺអគ្គិសនីបានផ្ដាច់ខ្លួនហើយចាប់ដើមវាយតបវិញប៉ុន្តែពេត្រុសមិនបាននិយាយអ្វីទាំងអស់គាត់បានធ្វើការវាយប្រហារទាំងអស់ដោយមិនលាក់បាំងហើយភ្ជាប់សូត្រពីងពីងនៅលើដៃជាមួយគ្នានៅគ្រាលំបាក Event ត្រឡប់កងតាក់ហើយពេត្រុសលោតចេញធម្មពលត្រូវបានបញ្ជូនភ្លាមទៅបុរសពន្លឺអគ្គិសនីត្រូវបានបូមដោយអគ្គិសនីក្រោមឥទ្ធិពលនៃចរន្តអគ្គិសនីដែលមានបន្ទុកខ្ពស់ធម្មពលអគ្គិសនីនៅក្នុងរាងកាយក៏ចាប់ដើមលើសកម្រិតផងដែរជាមួយនឹងការផ្ទុះយ៉ាងខ្លាំងក្លាElectro បានរលាយបាត់ភ្លាមទៅជាពុកធូលីប៉ុន្តែនៅពេលដែលមនុស្សគ្រប់គ្នាគិតថាវិបត្តិត្រូវបានគេជៀសផុតបានហើយនោះ Harry ដែលកំពុងជិះយានហោះរបស់ខ្លួនបានលេចមុខនៅចំពោះមុខពេតភ្លាមមកដល់ពេលនេះគាត់បានដឹងរួចហើយថា Spider-Man គឺជា Peter ដើម្បីសង្សឹក Peter ចំពោះការមិនបានមកជួយសង្គ្រោះគាត់នៅពេលដែលគាត់ស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតគាត់បានឆក់យក Gwen ទៅភ្លាមគាត់ចង់ឲ្យពេត្រុសបានជួបប្រទះនៅការជិះចាប់នៃការបាត់បង់មនុស្សជាទីស្រឡាញ់បន្ទាប់មកគាត់បានទម្លាក់ Gwen ចុះពីទីខ្ពស់មួយនៅចំពីមុខ Peter តែម្ដង Peter ដែលមានកាយសម្បទារឹងមាំបានចាប់ទទួល Gwen ដោយរាងកាយរបស់គាត់បានយ៉ាងរហ័សប៉ុន្តែមុនពេលដែលគាត់អាចដកដង្ហើមបានមួយស្របផងគ្រាប់បែករូបផ្លែស្បៃ Pumpkin Bomb មួយគ្រាប់បានធ្លាក់ចំពីក្បែរពួកគេជាសំណាងល្អពេត្រុសបានប្រតិកម្មយ៉ាងរហ័សគាត់បានបាញ់សរសៃពីងពីងយ៉ាងរហ័សដើម្បីដាក់ Gwen ក្នុងកន្លែងដែលមានសុវត្ថិភាពពេតនៅតែបន្តស៊ូជាមួយ Harry ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា Harry បានរំដោះខ្លួនចេញពីការហោះរំកិលការហោះចុះបរាជ័យបានធ្វើឲ្យពួកគេធ្លាក់ចុះមកក្រោមយ៉ាងគំហុកដែលបណ្ដាលឲ្យ Gwen ធ្លាក់ចុះមកជាមួយគាត់ដែរដោយប្រើកម្លាំងខ្លាំងក្លាភ្លាមនោះ Peter បានបាញ់សរសៃពីងពីងចេញទៅហើយចាប់បាន Fan ដែលកំពុងធ្លាក់ចុះមកប៉ុន្តែនេះក៏បានផ្ដល់
ឱកាសឲ្យ Green Goblin ដែលបានដឹងខ្លួនឡើងវិញនោះធ្វើការវាយប្រហារផងដែរគាត់បានចាប់ផ្ដើមបង្ក្រាប Peter យ៉ាងមិនឈប់ឈរសរសៃសូត្រពីងនោះចិត្តនឹងដាច់ដោយសារធ្មេញនៃប្រអប់លេខពេត្រុសគ្មានជំរឿអ្វីក្រៅពីញាត់ជើងរបស់គាត់ចូលទៅចន្លោះធ្មេញនៃប្រអប់លេខនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺកម្លាំងដ៏មហាសាលមួយបានបំបែកកង់ធ្មេញទាំងមូលសរសៃសូត្រពីងត្រូវបានដាច់ Gwen ក៏ធ្លាក់ចុះមកជាមួយវាដែរ Peter បានស្ទុះទៅរកគាត់ដោយអស់កម្លាំងពីកាយហើយសំណាញ់ក៏បានបាញ់ចេញយ៉ាងលឿនពីដៃរបស់គាត់សំណាញ់ពីងនោះប្រៀបដូចជាដៃមួយដែលកំពុងព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីចាប់យក Gwen ទោះជាយ៉ាងណាក៏ដោយវាហួសពេលទៅហើយពេលសម្លឹងមើល Gwen ដែលបានស្លាប់នៅក្នុងដៃរបស់គាត់ពេត្រុសហប់គាត់ហើយយំសោកយ៉ាងខ្លាំងមិនអាចទប់បានគួរឲ្យសោកស្ដាយណាស់ទោះបីជាស្រក់ទឹកភ្នែកឬយំសោកយ៉ាងណាក៏ដោយក៏មិនអាចនាំ Gwen ឲ្យរស់ឡើងវិញបានដែរពិធីបុណ្យសពបានបញ្ចប់មនុស្សម្នាក់បានចាក់ចេញជាបន្តបន្ទាប់ពេត្រុសបានឈរនៅមុខទាំងធ្ងន់ធ្ងរអស់រយៈពេលជាយូររហូតដល់រដូវកាលផ្លាស់ប្ដូររដូវកាលរីកចាក់ចេញហើយរដូវរងាឈានចូលមកដល់ចាប់តាំងពីពេលនោះមកពេត្រុសមិនដែលស្លៀកឈុត Spider-Man ទៀតទេបាត់បង់វត្តមានពីការចាប់អារម្មណ៍របស់សាធារណជនជាបណ្ដាហើយទីក្រុងនេះវគ្គការពារពី Spider-Man អត្រានៃបទល្មើសក៏កំពុងបន្តកើនឡើងផងដែរមានបំណែកបាក់បែកនិងកាកសំណល់រីប៉ាយនៅគ្រប់ទីកន្លែងគ្មាននរណាម្នាក់អាចទប់ទល់នឹងការវាយប្រហារដ៏មហន្តរាយដែលបង្កឡើងដោយអាវុធបច្ចេកវិទ្យាខ្ពស់បានឡើយជំនឿមុតមមនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាបានដួលរលំប៉ុន្តែក្មេងម្នាក់បានបោះជំហានទៅមុខភ្លាមគាត់គឺជាអ្នកគ្រប់គ្រង Spider-Man ដោយមិនខ្លាចជាញើសវាគ្រាន់តែជាឥទ្ធិពលរបស់ Spider-Man ប៉ុណ្ណោះចង់ការពារមាតុភូមិរបស់ខ្លួនដូចជាគាត់ដែរប្រហែលជានេះហើយជាអត្ថន័យនៃសេចក្តីសង្គ្រោះនៅពេលអ្នកតស៊ូដើម្បីយុត្តិធម៌នឹងតែងតែមាននរណាម្នាក់ដែលក្រោកឈរឡើងដើម្បីអ្នកនឹងតែងតែមាននរណាម្នាក់ដែលបន្តចែករំលែកក្តីស្រឡាញ់